សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានបាទថ្ងៃនេះខ្ញុំបាទចាប់ផ្ដើមដំណើរការរៀបចំដីដើម្បីរៀបចំដាំបន្លែបន្តទៀតបងប្អូនការងារជាកសិករធ្វើការងារដាំដុះបន្លែគឺយើងត្រូវធ្វើជាបន្តរហូតពុកម៉ែបងប្អូនណាដោយសារខែនេះវាក្នុងខែ12អញ្ចឹងបន្លែប្រភេទបន្លែស្លឹកយើងអាចមានឱកាសនិងមានតម្លៃគួរសមដូច្នេះហើយខ្ញុំរៀបចំដាំបន្លែស្លឹកបន្តទៀតប៉ុន្តែជាទូទៅសម្រាប់រូបខ្ញុំផ្ទាល់គឺបន្លែខ្ញុំដាំវិលជុំរហូតពុកម៉ែបងប្អូនហើយក៏មានបន្លែជាច្រើនមុខដែរតែថ្ងៃនេះរៀបចំដាំស្ពៃក្តោបនិងខាត់ណាដើមពុកម៉ែបងប្អូនរៀបចំបណ្ដាចំណែកកូនបន្លែទាំងអស់មាននៅក្នុងរោងបណ្ដោះនេះច្រើន4-5មុខដែរពុកម៉ែបងប្អូនប៉ុន្តែយើងដាំតាមវគ្គជាបន្តបន្ទាប់នេះកូនម្ទេសផ្លោកពុកម៉ែបងប្អូនហៅម្ទេសហាវ៉ៃមានស្ពៃកញ្ញាញ់មានពេញប៉ោះមានខាត់ណាដើមជាដើមប៉ុន្តែថ្ងៃនេះគឺខ្ញុំដាំស្ពៃកញ្ញាញ់សិនពុកម៉ែបងប្អូនការដាំស្ពៃកញ្ញាញ់គឺវាមានការងាយស្រួលដែរបងប្អូនប៉ុន្តែចាប់ពីពេលនេះទៅមុខស្ពៃកញ្ញាញ់វាមានតម្លៃថោកកសិករភាគច្រើនគឺគាត់ចាប់ផ្ដើមដាំច្រើនដោយសារខែត្រជាក់អញ្ចឹងហើយបន្លែគឺយើងដាក់ទៅលូតលាស់ល្អខ្លាំងណាស់បងប្អូនប្រភេទបន្លែស្លឹកពិសេសបំផុតគឺស្ពៃកញ្ញាញ់នេះគឺដាំបានទិន្នផលខ្ពស់ណាស់ចាប់ពីខែ12ខែ1នេះបងប្អូនអាចដាំបានល្អមែនទែនទូយ៉ាងដូចខ្ញុំនេះប៉ុន្តែខ្ញុំដាំក្នុងមួយរោងខ្ញុំដាំ4មុខបន្លែចូលគ្នាពុកម៉ែបងប្អូនខ្ញុំអត់ដាំតែមួយមុខទេការដាំចម្រុះបែបនេះទោះបីជាទីផ្សារធ្លាក់យ៉ាងណាក៏យើងមិនសូវជាមានបញ្ហាពេលដែរបងប្អូនបាទនេះហើយដាំរួចបានប៉ុណ្ណឹងអរគុណជម្រាបលា